ok tỏ video muốn nhôm vậy tha capacitor nó vi mẹn một nghề vi tầm lạng phượng tệ hay nhôm xua tha bữa ở tầm lạng phượng mạch bàn môn đã capacitor phượng pi rồi đỏ khỏi đã capacitor phượng lạng đỏ bảy rồi mà phải tỏ lấy nhôm bộ sải chẳng anh ấy phượng AC vi màu tròn vi rột bột độ chẳng thấy rồi lộ tọt mà tiết p đại dương đã rectifier នេះឥឡូវវាមានបោកថាគេនៅតែជារលកអញ្ចឹងអូម៉ាតយើងវាបង្ហាញ v average 201 210ហ្នឹងណាមេរៀនខាងដើមយើងនិយាយហើយណាតមកទៀតពេលដែលយើងដាក់ capacitor នេះចូលពេលដែលយើងដាក់ capacitor នេះចូលពេលយើងវាស់ទៅភ្លើងបាន320សួរថា320ហ្នឹងគឺបានមកពីណា320ហ្នឹងគឺនេះពេលដែលយើងដាក់ capacitor ចូលភ្លើងវារត់មកត្រង់ចេះភ្លើងវារត់មកលក្ខណៈត្រង់ចេះវាលែងលក្ខណៈជារលកទៀតហើយអញ្ចឹងហើយពេលដែលរត់ត្រង់ហ្នឹងគឺដោយសារអីដោយសារ capacitor នេះវា charge ខ្លួនវា stock ភ្លើងហើយមុខងារវា stock ភ្លើង stock រហូតដល់ចំនួននេះអាតម្លៃ peak នេះតម្លៃខ្ពស់បំផុតនេះណាវា stock ភ្លើងដល់អាតម្លៃខ្ពស់បំផុតគឺ V peak ណាអញ្ចឹងបានយើងវាស់ទៅឃើញ320ដោយសារវាលែងមានបង្ហាញ V average របស់average នេះទៀតហើយគឺវាមកចាប់យកតម្លៃថេរបស់ capacitor នេះណាដោយសារយើងដាក់អាហ្នឹងហើយវា stock ភ្លើងបានប៉ុណ្ណឹងហើយតម្លៃភ្លើងដែលយើងវាស់ពេលហ្នឹងគឺវាចេញពីអាហ្នឹងចេញពី capacitor ហ្នឹងតម្លៃវាគឺគេឲ្យឈ្មោះវាគឺ VDC VDC តម្លៃវាតូចជាង V peak បន្តិចទេណាអញ្ចឹងវីដេអូបន្ទាប់ខ្ញុំនឹងបង្ហាញពីរូបមន្ត VDC នេះគេរករបៀបម៉េចអូខេអរគុណជួបគ្នានៅវីដេអូក្រោយ